ខ្ញុំជឿថាគ្នាយើងដែលជា designer ភាគច្រើនដែលមានបទពិសោធន៍ចាប់ពីមួយឆ្នាំឡើងទៅអីដែលយើងកំពុងតែពិបាកនៅក្នុងការស្វែងរកក្នុងពេលឥឡូវហ្នឹងគឺតាក់ទងទៅនឹង unique style របស់ខ្លួនឯងតែយើងគួរតែធ្វើបែបម៉េចដើម្បីឲ្យអ្នកដែលគាត់មើលស្នាដៃរបស់យើងហ្នឹងគេអាចចាប់អារម្មណ៍ថាវាជាស្នាដៃឬក៏វាជាការងាររបស់យើងអញ្ចឹងតាក់ទងទៅនឹង unique style នេះគឺវាអាចនិយាយបានថាវាមិនមែនជារបស់មួយដែលងាយស្រួលការរកដូចយើងតដៃទេអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការចែកម្លែកតាក់ទងទៅនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលនៅក្នុងនោះគឺមាន3ចំណុចធំៗដែលខ្ញុំបានធ្វើហើយខ្ញុំអាចរក style របស់ខ្ញុំបានហើយខ្ញុំជឿថាអ្នកនរគ្នាក៏អាចរកបានដូចគ្នាដែរជាទីមួយគឺតាក់ទងទៅនឹងការស្វែងរកនៅនិមិត្តរូបឬក៏ជា idol របស់យើងដើម្បីធ្វើការ copy ទៅលើ style ណាមួយដែលយើងស្រឡាញ់ព្រោះវាផ្ដើមចេញពីការ copy style របស់ពួកគាត់ឬក៏ copy តាក់ទងទៅនឹង structure របស់គាត់ហើយយើងបន្ថែមជាមួយនឹងរសជាតិរបស់យើងចូលទៅក្នុងការងារទាំងអស់ហ្នឹងដើម្បីស្វែងរកនៅអីដែលជារបស់យើងនៅក្នុងការងារដែលយើងបាន copy ចេញពីនិមិត្តរូបឬក៏ជា idol របស់យើងហ្នឹងឯងហើយជាទីពីរនេះគឺតាក់ទងទៅនឹងការអនុវត្តឬក៏ practice អញ្ចឹងការអនុវត្តឬក៏ការ practice នេះគឺវាអាចជួយឲ្យអ្នកនរគ្នាអាចស្វែងរកទៅលើចំណុច detail តូចៗដែលអ្នកនរគ្នាអត់ដែលធ្លាប់បានចាប់អារម្មណ៍ពីមុនមកអញ្ចឹងនៅពេលដែលអ្នកអនុវត្តកាន់តែច្រើនអ្នកគ្នាអាចនឹងសម្គាល់ឃើញឬក៏សម្គាល់ដឹងបានថាតើចំណុចណាមួយដែលគ្រប់ការងាររបស់អ្នកនរគ្នាភាគច្រើនគឺតែងតែមាននៅក្នុង adverb របស់យើងហើយជាទី3នេះគឺតាក់ទងទៅនឹងការទទួល feedback ពី audience ឬក៏អ្នកដែលគាត់មើលទៅលើស្នាដៃរបស់យើងតាក់ទងនឹងការស្ដាប់ feedback ឬក៏ការស្ដាប់មតិយោបល់ពីអ្នកជំនាញគ្រូរបស់យើងវាក៏ជាចំណុចមួយដែលល្អផងដែរព្រោះដោយសារតែពួកគាត់អាចនឹងមើលឃើញនៅចំណុច detail ទាំងអស់ហ្នឹងបានលឿនជាងយើងផងក៏ថាបានដែរព្រោះសារតែភាគច្រើននៅពេលដែលពួកគាត់មើលគឺពួកគាត់តែងតែចំណាំនៅ detail ឬក៏តាក់ទងទៅនឹង style របស់យើងហ្នឹងអញ្ចឹងនៅពេលដែលពួកគាត់ថានេះហើយជា style ផងហ្នឹងឯងអញ្ចឹងយើងអាចធ្វើការស្ដាប់ទៅតទៅនឹង feedback ហ្នឹងហើយយើងយកមកពិចារណាខ្លួនឯងមកថាតើវាពិតជា style ផងយើងមែនអត់ជាពេលអ្នកគ្នាយកអាច3ចំណុចខាងលើហ្នឹងមកផ្គុំយកគ្នាខ្ញុំគិតថាអ្នកគ្នាអាចនឹងស្វែងរកខ្លួនឯងឃើញតាមរយៈ3ចំណុចនេះចុះបើសិនអ្នកគ្នាចូលចិត្តជាមួយនឹងវីដេអូ tip បែបនេះអ្នកគ្នាកុំភ្លេចធ្វើការ share ទាំងអស់គ្នាហើយចាំជួបគ្នានៅក្នុងវីដេអូបន្តអរគុណច្រើន